ស៊ីសេរីសួស្តីលោកនាងកញ្ញាជាទីមេត្រីមេតិការព័ត៌មានសម្រាប់ថ្ងៃអង្គារទី31ខែធ្នូរួមមានក្រសួងការងារដំឡើងប្រាក់$5ទៀតទៅលើប្រាក់ខែគោលកម្មករកាត់ដេរសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបោះឆ្នោតឲ្យលោករងឈុនបន្តធ្វើប្រធាននិងព័ត៌មានសំខាន់មួយចំនួនទៀតជាបន្តទៅទៀតនេះខ្ញុំបាទយុនសាមៀនសូមជូនព័ត៌មានពិស្ដាក្រសួងការងារនៅថ្ងៃអង្គារបានសម្រេចបន្ថែមប្រាក់$5ទៀតទៅលើប្រាក់ខែគោលចំនួន$95ក្រោយពីកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងប្រមាណ300រោងចក្របានផ្ទុះធ្វើបាតកម្មនិងកោតកម្មព្រមគ្នារដ្ឋមន្ត្រីក្រសួងការងារលោកអ៊ិតសំហេងនៅថ្ងៃអង្គារបានចេញប្រកាសមួយផ្ដល់ប្រាក់ខែអបបរមាចំនួន$100នៅដើមឆ្នាំ2014បន្ថែមលើប្រាក់អត្ថប្រយោជន៍ផ្សេងទៀតដែលមានស្រាប់ប្រាក់ខែបបរមាថ្មីនឹងចាប់ផ្ដើមនៅថ្ងៃទី1ខែកុម្ភៈលោកអ៊ិតសំហេងបន្ថែមទៀតថាក្រសួងបង្កើតក្រុមការងារដើម្បីសិក្សាអំពីការដំឡើងប្រាក់ឈ្នួលអបបរមាបន្ថែមទៀតនៅពេលខាងមុខកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងរាប់ពាន់នាក់នៅថ្ងៃអង្គារបន្តបិទកំណត់ផ្លូវមហាវិថីសហព័ន្ធរុស្ស៊ីខាងមុខក្រសួងការងារដើម្បីទាមទារប្រាក់ខែគោលឲ្យបាន$160បាតកម្មកម្មករនឹងផ្អាកមួយថ្ងៃនៅថ្ងៃទី1ខែមករាដើម្បីចូលរួមប្រារព្ធឆ្នាំសកលកម្មករនឹងបន្តធ្វើកោតកម្មឡើងវិញនៅថ្ងៃទី2មករាគណៈបក្សសង្គ្រោះជាតិប្រកាសនឹងធ្វើពិធីឆ្លងឆ្នាំចាស់2013ចូលឆ្នាំថ្មី2014នៅទីលានប្រជាធិបតេយ្យនៅថ្ងៃអង្គារមានបាតកោរាប់ពាន់នាក់នៅតែបន្តជួបជុំគ្នានៅទីលានប្រជាធិបតេយ្យប៉ុន្តែគណៈបកបានផ្អាកធ្វើការដង្ហែក្បួនរយៈពេល6ថ្ងៃដើម្បីទុកឲ្យបាតកោសម្រាប់យកកម្លាំងដើម្បីបន្តធ្វើបាតកម្មគណៈបកបន្តទាមទារឲ្យមានការបោះឆ្នោតឡើងវិញនិងឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចុះចេញពីតំណែងលោករងឈុនប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅថ្ងៃអង្គារក៏បានប្រមានដឹកនាំក្រុមគ្រូបង្រៀននៅទូទាំងប្រទេសធ្វើកោតកម្មមិនឲ្យចូលធ្វើការនៅសប្តាហ៍ទី1ដើមខែមករាឆ្នាំ2014កោតកម្មនេះគឺដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែជូនគ្រូបង្រៀនឬមន្ត្រីរាជការឲ្យបាន1លានរៀលក្នុងមួយខែសម្រាប់ម្នាក់ការប្រកាសនេះក្រោយពេលសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានជ្រើសរើសលោករងឈុនបន្តដឹកនាំសមាគមលោករងឈុនមានប្រសាសន៍ថាកោតកម្មនេះធ្វើឡើងតាមរយៈគ្រូបង្រៀនមិនចូលបង្រៀនឬលើកបតាតវ៉ាដំឡើងប្រាក់ខែ1លានរៀលនៅតាមរបងសាលានីមួយៗនៅថ្ងៃច័ន្ទទី6ខែមករាឆ្នាំ2014មហាកោតកម្មនៅនឹងកន្លែងដោយមិនបង្រៀនសូមឲ្យលោកគ្រូអ្នកគ្រូទាំងអស់ចូលរួមហើយនឹងសរសេរបដាចងនៅតាមរបងសាលានីមួយទាំងអស់គ្នាគឺសូមប្រាក់ខែអបបរមា1លានរៀលប្រជាពលរដ្ឋមួយចំនួនរស់នៅក្រុងបាវិតខេត្តស្វាយរៀងបានត្អូញត្អែពីបញ្ហាក្លិនស្អុយគំនរចាក់សម្រាមរបស់ក្រុមហ៊ុនដឹកសម្រាមសុកហេងថាបានយកទីតាំងចាក់គំនរសម្រាមក្បែរភូមិរបស់ប្រជាពលរដ្ឋបញ្ហានេះបានធ្វើឲ្យប៉ះពាល់ដល់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានទីតាំងក្បែរគំនរសម្រាមនោះប្រជាពលរដ្ឋអះអាងថាពួកគាត់បានប្តឹងទៅអាជ្ញាធររបស់ខ្លួនឲ្យជួយដោះស្រាយបញ្ហាក្លិនស្អុយរបស់គំនរសម្រាមនេះប៉ុន្តែពុំមានអាជ្ញាធរណាអើពើចំពោះបញ្ហានេះឡើយលោកនាងកញ្ញាទើបបានទស្សនាព័ត៌មានរបស់វិទ្យុអាស៊ីសេរីប្រធានាធិបតី Washington សម្រាប់កម្មវិធីផ្សាយប្រចាំថ្ងៃសូមអញ្ជើញចូលកាន់គេហទំព័រ www.rfa.org/ ខ្មែរខ្ញុំបាទយុនសមៀនសូមអរគុណនិងសូមជម្រាបលា